មកប្រមាណជា7យប់ខ្ញុំបានធ្វើដំណើរតាមម៉ូតូចេញពីកន្លែងធ្វើការរោងចក្រត្រឡប់ទៅផ្ទះវិញតាមផ្លូវលោកជើងភូមិមិនសូវមានមនុស្សជិះចេញចូលនោះទេពេលខ្ញុំកំពុងជិះម៉ូតូតែម្នាក់ឯងនៅតាមដងផ្លូវដោយមានពន្លឺភ្លើងម៉ូតូព្រាលចាំងទៅបានឃើញក្មេងប្រុស3នាក់ខ្លះអង្គុយខ្លះដើរត្រេកត្រង់ទៅវិញទៅមកហាក់ដូចជារងចាំអ្វីមួយពេលនោះដែរខ្ញុំក៏បានជប់ម៉ូតូសួរនាំពួកគេឆ្លើយប្រាប់ខ្ញុំថាពួកគេបានមួយផ្លូវមិនដឹងទៅតាមផ្លូវណាទេខ្ញុំបានសម្លឹងមើលក្មេងទាំង3នាក់នេះមានសភាពឆ្លាំងទឹកមុខខ្មៅស្រអាប់ហាក់ដូចជាកំពុងមានរឿងអ្វីមួយខ្ញុំក៏បានប្រាប់ផ្លូវចេញពីភូមិដល់ក្មេងទាំង3នាក់ពួកគេក៏បានអរគុណខ្ញុំរួចដើរបន្តទៅមុខទៀតពេលខ្ញុំជិះម៉ូតូទៅដល់ខ្លងទ្វារវត្តក្នុងភូមិខ្ញុំបានឃើញសាកសព3នាក់គ្របដោយក្រណាត់សអបដោយភ្លើងទៀនផ្លុងរសារទុកក្នុងកន្លែងតម្កល់សពខ្ញុំក៏បានជុំម៉ូតូសួរលោកតាអាចារ្យដែលនៅទីនោះគាត់បាននិយាយប្រាប់ខ្ញុំថាសពក្មេងប្រុសម្នាក់នេះបានលងទឹកស្លាប់មិនដឹងមកពីណានោះទេអ្នកភូមិបានស្រង់យកមកតម្កល់ទុកនៅទីនេះរងចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យខ្ញុំក៏បានបើកមុខសាកសពក្មេងប្រុសទាំង3នាក់នេះក្រែងធ្លាប់ស្គាល់ពេលនោះខ្ញុំក៏ភ្ញាក់ខ្លួនព្រឹកតាមពិតទៅសពក្មេងទាំង3នាក់នេះបានឈរនិយាយជាមួយខ្ញុំទើបតែអំបញ្ញមែនទេវាមានន័យថាខ្ញុំត្រូវបានខ្មោចលោហើយពេលខ្ញុំទៅដល់ផ្ទះមិនបានហូបបាយល្ងាចនោះទេព្រោះអារម្មណ៍នៅខ្លាចដល់ឡាយពេលយប់ម៉ោង12កណ្ដាលអាធ្រាត្រនៅមុខផ្ទះរបស់ខ្ញុំឮសូរសំឡេងឆ្កែលូយ៉ាងខ្លាំងនិងមានសំឡេងហៅឈ្មោះខ្ញុំល្វើយពេលខ្ញុំតាមមកអូសទ្វារឈើមើលឃើញខ្មោចក្មេងទាំង3នាក់នេះកំពុងតែសម្លឹងមករកខ្ញុំវាធ្វើឲ្យខ្ញុំកាន់តែព្រឺព្រួចរហូតរត់ឲ្យម្ដាយរបស់ខ្ញុំជួយចាប់តាំងពីពេលនោះមកខ្ញុំមិនហ៊ានជិះម៉ូតូកាត់វត្តទៀតនោះទេខ្មោចទាំង3នាក់នេះតាមលងបន្លាយខ្ញុំនៅពេលដែលខ្ញុំជិះកាត់ផ្លូវនេះម្ដងតែមកសួរខ្ញុំហៅខ្ញុំឲ្យជួយពួកគេព្រោះពួកគេវង្វេងផ្លូវធ្វើឲ្យខ្ញុំកាន់តែរន្ធត់ឬញាប់ញ័រ